កម្មវិធីលក្ខណៈភូមិស្រុកសូមស្វាគមន៍ភ្ញៀវកិត្តិយសព្រះសង្ឃភ្ញៀវអញ្ជើញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងឡាយដែលមានវត្តមាននៅក្នុងថ្ងៃនេះនៅវាចាស្វាគមន៍ដ៏កក់ក្ដៅបំផុតសុភមង្គលបំផុតនាឱកាសបុណ្យសែនដូនតាឆ្នាំ2012ភ្ញៀវកិត្តិយសនិងទស្សនិកជនទើបបានទេសនារបាំទៅដាក់បុណ្យនិពន្ធក្បាច់រាំដោយសិល្បករឆ្នាំលឹមយិនភឿងបទភ្លេងដោយសិល្បករឆ្នាំសឹងលឿងនិងសម្ដែងដោយក្រុមនាដការមកពីក្រុមសិល្បៈខ្មែរខេត្តសុកចាំងនេះក៏ជាឈុតសម្ដែងបើកឆាកក្នុងកម្មវិធីនាថ្ងៃនេះដែរសាជាថ្មីម្ដងទៀតសូមយើងទាំងអស់គ្នាទះដៃខ្លាំងដើម្បីថ្លែងអំណរគុណដល់ក្រុមនាដការដែលបានសម្ដែងអំបញ្ញមិញនេះទស្សនិកជននិងភ្ញៀវកិត្តិយសជាទីគោរពអំណរបុណ្យសែនដូនតាឆ្នាំ2012នេះជាប្រធានបទនៃកម្មវិធីលក្ខណៈភូមិស្រុកថ្ងៃនេះកម្មវិធីអាស្រ័យ VTV កង្កើចាត់ចែងឡើងនៅវិទ្យាល័យជនជាតិអន្តរវាស័កគុនគឺខេត្តស្រុកចាំងជាសាលារៀនមានកិត្តិយសបានភ្ជាប់ឈ្មោះអតីតកម្មាភិបាលមួយរូបដឹកនាំស្មារតីរបស់បងប្អូនខ្មែរណាបខាងដាច់នេះយើងក្នុងដំណាក់កាលតស៊ូរំដោះជនជាតិក៏ដូចជាក្នុងសម័យសន្តិភាពដែរហើយក្នុងកម្មវិធីលក្ខណៈភូមិស្រុកថ្ងៃនេះយើងខ្ញុំសង្ឃឹមថានេះជាវត្ថុអំណោយប្រកបដោយអត្ថន័យសម្រាប់ផ្ញើជូនទស្សនិកជនទាំងអស់ក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនខ្មែរណាបក្នុងឆ្នាំ2012នេះអញ្ជើញចូលរួមកម្មវិធីនាថ្ងៃនេះខ្ញុំបាទសូមឧទ្ទិសនាមប្រដេជជាប្រគុណតាំងណូអនុប្រធានសមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តសុកចាំងប្រដេជជាប្រគុណចង្សៀសមាជិកអចិន្ត្រៃយ៍សមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តសុកចាំងប្រដេជជាប្រគុណលីដឹកសមាជិកអចិន្ត្រៃយ៍សមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តសុកចាំងលោកគីមសែងយុវរួមមន្ត្រីអប់រំនិងបណ្ដុះបណ្ដាលខេត្តស្រុកចាំងលោកលីប៊ិនកាងអនុប្រធានគណៈកម្មាធិការរណសេមាតុភូមិវៀតណាមខេត្តស្រុកចាំងលោកលឹមវិនហ្វឿងនាយករួមមន្ត្រីវប្បធម៌កីឡានិងទេសចរណ៍ខេត្តស្រុកចាំងលោកលីសុខាអនុប្រធានគណៈជនជាតិខេត្តស្រុកចាំងលោកតាំងសឿងចាំងវាងរងសាលាវិទ្យាល័យអន្តរវាស័កគុនគួយនិងកម្មាភិបាលនៃបណ្ដាស្ថាប័នគណៈផ្នែកព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាវិទ្យាល័យអន្តរវាស័កគុនគឿងសូមអញ្ជើញទះដៃស្វាគមន៍លំដាប់តទៅនេះខ្ញុំបាទសូមអញ្ជើញលោកសឹងថេជំនួសមុខការិយាល័យកម្មវិធីភាសាខ្មែរនៃ VTV កង្កើឡើងវេទិកាជូនអំណោយអនុស្សាវរីយ៍ឲ្យលោកតាំងសឿងចាងវាងរងវិទ្យាល័យជនជាតិអន្តរវាស័កគុនគឿងខេត្តសុកចាំងជាកន្លែងចាត់ចែងកម្មវិធីលក្ខណៈភូមិស្រុកថ្ងៃនេះសូមអញ្ជើញលោកទាំងពីរទស្សនិកជនជាទីមេត្រីបុណ្យសែនដូនតាជិតមកដល់ហើយយើងទាំងអស់គ្នាកំពុងបំរុងឲ្យថ្ងៃរំលឹកគុណនេះក្នុងនោះមានទាំងបងប្អូនកុមារជាទីស្រឡាញ់របស់យើងផងដែរក្នុងពិធីបុណ្យនេះតើបងប្អូននឹងធ្វើអ្វីបងប្អូនកុមារមកពីសង្កាត់3ទីក្រុងសុកចាំងនឹងសម្ដែងនៅប្រការនេះតាមរយៈបទចម្រៀងបុណ្យសែនដូនតាសូមអរគុណបងច័ន្ទរស្មីដែលបាននិពន្ធទំនុកបទចម្រៀងនេះសូមអញ្ជើញបងប្អូនHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ឈប់សិនបងប្អូនចម្រៀងមួយបទនេះសែនសប្បាយរីករាយហើយក៏សែនពីរោះដែរបងសូមអរគុណបងប្អូនឱកាសបនសែនដូនតាក៏ជាដើមឆ្នាំសិក្សាកម្មវិធីមានអំណោយផ្ញើឲ្យបងប្អូនសង្ឃឹមថាបងប្អូនរៀនពូកែហើយជារៀងរំកាន់តែពីរោះជាងទៀតបាទសូមអញ្ជើញបងប្អូនទទួលអំណោយពីកម្មវិធីជនជាទីមេត្រីឆាយ៉ាំជាប្រភេទរបាំព្រៃពីព្រៃមានតាំងពីយូរលងមកនិងតែងតែបានសម្ដែងដំបូកក្បួនដង្ហែសង្ឃឹកទៅវត្តបច្ចុប្បន្ននេះប្រភេទនេះបានកែលម្អនិងចូលរួមសម្ដែងដល់លើឆាកលំដាប់ទៅនេះរបាំឆាយ៉ាំនឹងបានសម្ដែងដោយបងប្អូនវិទ្យាល័យជនជាតិអន្តេវាសិកវិនគឺសូមតាក់ដៃដើម្បីលើកទឹកចិត្តបងប្អូនចា៎
ទស្សនិកជនជាទីគោរពអាយ៉ៃជាចម្រៀងឆ្លងឆ្លើយយ៉ាងពេញនិយមរបស់ជនរួមជាតិខ្មែរហើយក្នុងកម្មវិធីថ្ងៃនេះយើងខ្ញុំសូមឧទ្ទិសនាមជូនទស្សនិកជននៅប្រភេទចម្រៀងនេះចម្រៀងអាយ៉ៃក្រមចំណងជើងបនសែនដូនតាប្រសំចៃនិពន្ធទំនុកដោយលោកតារាសម្ដែងដោយគីមដាននិងថាវីមកពីក្រុមសិល្បៈខ្មែរខេត្តសុកចាំងសូមអញ្ជើញទស្សនិកជនរួមទស្សនាព្រះត្រៃរតលើកដៃប្រណិប័តអញ្ញិតសន្តានហាងវន្ទាព្រះត្រៃរតលើកដៃប្រណិប័តអញ្ញិតសន្តានត្រង់ត្រាប់អាយ៉ៃជាក្តីកំសាន្តឯណាក៏រយ៉ានចេញមកអាយរើដំណើរញ៉ែញងក្រឡេកមើលម្ដងដូចកូនទេវតាស្អាតណាស់លោកអើយស្អាតអស្ចារ្យជំរាបសួរបងបាទលើកដៃថ្វាយទៅព្រះសំពះមកខ្ញុំដូចមានសំណាងធំដេកចងាងមកចងូកុំអាក់កុំអន់អៀននឹងបងអីប្រុសហើយនឹងស្រីជៀសទៅណាកុំអន់អៀននឹងបងអីប្រុសហើយនឹងស្រីជាទៅណាធ្វើប្តីប្រពន្ធកើតបុត្រធីតាតពងសាវតាអនាគតជាតិណាស្រីផ្ដែផ្ដាស់កងមាយាទខែអូនខែប្រប្រានប្រាច់ប្រាលងាលពកថ្ងាចង់ស្រីផ្ដែផ្ដាស់កងមាយាទមកដល់ភ្លាមដាក់ឯងមាច់តែម្ដងវៃខុសក្បួនខុសខ្នាតទំនៀមទម្លាប់ជាតិតែពីអវត្តច្បាប់ប្រពៃណីអើយរៀងដូចត្រឡន់ស្រីកុំអាក់អន់នឹងបងអីលុកអើយរៀងដូចត្រឡន់ស្រីកុំអាក់អន់នឹងបងអីគ្រាន់តែលួលេងទៅពាក្យសម្ដីប្រកែបកាន់អីណាឆោមឆ្លៅប្រាប់ស្រីពៅចំណាប់ចំណានពេញចំណោចិត្តសូមប្របណ្ឌិតប្រាប់ស្រីពៅបិណ្ឌសែនដូនតាមានន័យអ្វីទៅក្តីរះក្តីជ្រៅដោយទ្រួងពីរឿងនេះផងចាអញ្ចឹងចាំស្ដាប់ណានំនួនស្ងួនប្រលឹងមាសបងអត្តន័យប៉ុននេះជ្រាលជ្រៅអស្ចារ្យខ្មែរគ្រប់មេបាមិនថាស្រីប្រុសដឹងគុណដល់ពុកពាក់បុរសគ្រប់សពទាំងអស់ញាត7សន្តានព្រមទាំងអទិសចំណែកពាក់ផលជូនដល់យុវជនអង្គអាចក្លាហានអទិសចំណែកពាក់ផលជូនដល់យុវជនអង្គអាចក្លាហានពលីជីវិតកំចាត់ពពួកឆ្លៀនពៀនយកក្តីសុខសាន្តជូនរៀងប្រជា
បាទគ្មានអីទេអូនអើយក្នុងរឿងបិណ្ឌសែនដូនតាអញ្ចឹងបងគិតថាអូនប្រហែលជាស្របចិត្តស្របគំនិតនឹងបងដែរមិនថាអញ្ចឹងឯអូនស្របអីទៅបងយើងត្រូវមានស្មារតីព្រឹត្តសម្ច័យធ្វើតាមសទ្ធាតាមកម្លាំងធនធានណាអូនចាត្រូវរៀនសូត្រតាមគំរូសិលធម៌គឺឧស្សាហ៍ព្យាយាមនិងព្រឹត្តសម្ច័យសេចក្រិតនិងទៀងត្រង់ណាបងអាយ៉ាអូនក៏ប្រកែដែរណាណាហើយចោះអូនអើយពេលវេលាក៏ខ្លីបងគិតថាលាញាតសិនហើយណាអូនតែមិននឹងយើងបែកគ្នាគួរតែមានចម្រៀងមួយបទទុកជាអនុស្សាវរីយ៍ណាបងយល់ព្រមសូមអញ្ជើញអ្នកភ្លេងលេងភ្លេងតាមសម្រួលជាទីមេត្រីបណ្ដាថ្ងៃបុណ្យជនជាតិគឺពុំអាចណាខ្វះល្បែងប្រជាប្រិយបានឡើយហើយថ្ងៃនេះក៏ដូចនេះដែរកម្មវិធីរបស់យើងក៏មានល្បែងមួយដែរនោះគឺល្បែងប្រជាប្រិយទាញព្រ័ត្រជាល្បែងសមូហភាពប៉ុន្តែដោយសារលក្ខណៈលើវេទិកាមិនអនុញ្ញាតទៅយើងខ្ញុំចាត់ចែងល្បែងលេងនេះសម្រាប់លេងតែពីអ្នកប៉ុណ្ណោះហើយរបៀបលេងក៏ផ្សេងពីរបៀបលេងសមូហភាពដែរនៅលើដៃយើងខ្ញុំគឺជាខ្សែព្រ័ត្រសម្រាប់ទាញនៅtrongខ្សែទាំងសងខាងមានរង្វង់មូល2អ្នកលេងទាំងពីរនេះឈរទល់ខ្នងជាមួយគ្នាប្រវែង1ម៉ែត្ររង្វង់មូល2របស់ខ្សែនេះនឹងបានចូលក្បាលចុះមកដល់ចង្កេះរបស់អ្នកលេងទាំងពីរហើយរឹតយ៉ាងជាប់សូមអ្នកស្នេហ៍ជនតែដៃខ្លាំងឡើងចាដូច្នេះអ្នកលេងទាំងពីរត្រូវប្រើកម្លាំងរបស់ដងខ្លួនដើម្បីអូសដៃគូតើតានេះសូមអញ្ជើញទស្សនិកជនទេសនា2នាក់ប្រកួតជាគំរូណាបាទ2នាក់នេះគឺជាគំរូទេឥឡូវបងប្អូននៅខាងក្រមហ្នឹងយល់អំពីលក្ខន្តិកាដើម្បីលេងនៅល្បែងទាញព្រ័ត្រគឺល្បែងប្រជាប្រិយនេះហើយឬនៅយល់នៅបាទបើយល់ហើយសូមលើកដៃស្ម័គ្រចិត្តបាទសូមអញ្ជើញបងប្អូននៅខាងនោះឡើងមកកាន់វេទិកាបាទនៅម្នាក់ទៀតបាទសូមអញ្ជើញបងប្អូនឡើងយើងខ្ញុំក៏សូមប្រកាសថាក្នុងល្បែងលេងនេះបើអ្នកណាទទួលបានជ័យជំនះកម្មវិធីរបស់យើងខ្ញុំនឹងមានរង្វាន់ជូនឲ្យជាពុំខានចាសូមអញ្ជើញណាបាទចាត្រៀមហើយឬនៅមិននឹងចាប់ផ្ដើមខ្ញុំបាទធ្វើពិធីសំពះបន្តិចឥឡូវនេះខ្ញុំធ្វើសួរបងប្អូននៅខាងនេះមុនបងប្អូនឈ្មោះអីថ្ងៃនេះបងប្អូនមកលេងលក្ខណៈភូមិស្រុកជាមួយអ្នកណាហើយបងប្អូននៅភូមិណាស្រុកណាដែរបាទអូនឈ្មោះមាសសារ៉ាតអូននៅក្រុមសារ៉ាប៉ាក់ខ្មែរខេត្តសុកចាំងបាទអរគុណចាចំណែកបងវិញបងចង់សួរបងប្អូនថាបងប្អូនឈ្មោះអីបាទបងប្អូនឈ្មោះវ៉ាងហាជាសាលាបងប្អូនបានត្រៀមល្បែងលេងនេះជាស្រេចហើយឬនៅចាបើត្រៀមហើយបងប្អូននឹងសូមចាប់ដើមណា
ហើយបងរាប់ណា1 2 3ចាប់ដើមអូបាទចូលសម្លេងទាំងដៃមួយបាទរបស់សាសាឡារបស់វិទ្យាល័យអន្តេវសិទ្ធទទួលបានរង្វាន់របស់ល្បែងនេះចាសូមតែដៃខ្លាំងឡើងទៀតចាបាទសូមមកគូទៀតបាទសូមអញ្ជើញមកគូទៀតឡើងមកកាន់វេទិកាបាទបងអូនខាងណាមានទេមានណាអញ្ចឹងសូមអញ្ជើញបងអូនដល់ខាងនោះនារីម្នាក់ទៀតឥឡូវមាននារីម្នាក់ហើយបាទសូមអញ្ជើញដល់ខាងនោះបាទសូមអញ្ជើញបាទសូមខាងនោះបាទពេលខាងនារីគឺមានម្នាក់ហើយឥឡូវបងអូនណាស្ម័គ្រចិត្តបាទមានទេក្លាហានឡើងមានទេបាទសូមអញ្ជើញបងអូនបាទហើយបងអូនឈ្មោះអីរៀនថ្នាក់ទីប្រហែលដែរចាបងអូនស្មោះលេលេរៀនថ្នាក់ទី12អរគុណអាយបងវិញបងឈ្មោះអីដែរបងឈ្មោះលឹមធីហុងយាយជាសិស្សថ្នាក់ទី10 A3 ខំប្រឹងឡើងណាអូនអន្តេវាសិទ្ធវិនគឿងបាទពីពួកខាងនោះហាក់ដូចជាមៀតនឹងធំបន្តិចហីបាទហើយត្រៀមហើយរនៅប្រឹងអស់ពីសមត្ថភាពហ៎1 2 3ប្រឹងឡើង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 ខាងឡើងបងខាងឡើងមកទាំងពេលខាងឡើងឃើញថាគ្នាហើយគេនាំខិតជុំទីហើយប្រឹងឡើងប្រឹងឡើងប្រឹងឡើងខិតខំបន្តិចទៀតខិតខំបន្តិចទៀតបាទគឺថាមកហើយគឺថាសម្លេងមកហើយពិតជាពូកែមែនបាទសូមអញ្ជើញបងអូនអូនឈ្មោះអីរៀនថ្នាក់ទីប្រហែលដែរអូនឈ្មោះចាហាវថ្នាក់ទី11បាទបងអរគុណអូនអត់ទេសនាបងអូនមួយឈ្មោះអីដែរបាទអូនឈ្មោះលំវូអូនរៀនទីប្រហែលដែរឈ្មោះរៀនទី11ឥឡូវបងរាប់ណា1 2 3បានហើយបានអូបដូរផ្ដាច់ហ្មងឥឡូវនេះសូមអញ្ជើញបងប្អូនដែលឈ្នះនៅល្បែងប្រជាប្រិយគឺទាញប្រត់នេះឡើងមកកាន់វេទិកាដើម្បីទទួលអំណោយពីកម្មវិធីបាទសូមអញ្ជើញបងប្អូនបាទសូមសម្លេងស្វាគមន៍មួយបាទបាទបងសូមអរគុណបងប្អូនទាំងអស់ដែលបានចូលរួមកម្មវិធីនេះបាទពេលអូនឃ្លាតទៅរៀមសល់នៅក្លិនកែសីដូចជាតន្ត្រីតាំងហារតីរាល់វេលាសប្បាយចិត្តណាស់យីក្នុងថងកម្អយមែនលុយ1រៀលបងចាស់ចុំខ្ញុំនេះអូនថ្លៃចដូនមួយលាក់ម៉េចបងឯងថ្ងៃនេះមកពិសាទិញអវ៉ាន់សែនដន្តាមែនទេបងប្អូនយើង2នាក់ជួបគ្នាគ្រាន់តែហៅឈ្មោះស្វឹងល្មមស្អីបងឯងថាស្អីចុះបងឈ្មោះជើកខ្ញុំឈ្មោះលាក់អត់ជើកលាក់មិនស្វឹង
បងគឺថាទៅមកពីស្រុកឆ្ងាយស៊ីរោស៊ីនិយាយរួមទៅថាមកពីខ្ញុំគេទៅស៊ីឈ្នួលបងអូស៊ីឈ្នួលគេស៊ីឈ្នួលយើងរកអាពាក់នោះមិនឃើញបើអញ្ចឹងច្បាស់ជាផ្ទះបងឆ្នាំនេះសែនដូនតាសបោថែមទៀតហើយមែនទេបងបោស្អីចុះពីឡានមករហូតដល់លុយជិះម៉ូតូដប់បាត់ឃើញផងអីចុះមកពីធ្វើការស៊ីឈ្នួលហេតុអីបានថាជាគ្មានលុយណែបងជើតកុំថាត្រូវស្រីស្អាតស៊ីលុយអស់ដូចប្តីខ្ញុំទៀតណាបងស្អីប្តីអូនឯងនឹងត្រូវស្រីស្អាតបោកស៊ីអស់លុយចាបងឯងដឹងទេបងឯងជួយគិតខ្ញុំមើលគាត់ណោះទៅជិត1ឆ្នាំទៅហើយដល់ពេលត្រឡប់មកផ្ទះវិញគ្មានទាំងលុយមួយរៀលជិះឡានផងបើគ្មានកូនឲ្យទៀតណែបងអើយមកដើរតែម្ដងហើយចាំមិនអូនឯងដឹងថាប្តីអូនឯងទៅស្រីស្អាតបោកស៊ីអស់លុយចុះយ៉ាងម៉េចដល់មិនដឹងគាត់ទៅជាមួយកូនប្រុសខ្ញុំនឹងណាបងហើយកូនប្រុសខ្ញុំនឹងក៏គ្មានសល់លុយសល់កាសប៉ុន្មានមកផ្ទះដែរចាកូនប្រុសនឹងទៅស្រីស្អាតបោកស៊ីលុយដែរមិនមែនតិចអោវាទេកូនខ្ញុំក៏សិតខ្ញុំខ្លះនេះបងកូនខ្ញុំនេះប្រុសតែស្រុកភូមិឡើងទៅកន្លែងវានឹងច្រើនពេកហើយវារកការងារធ្វើតន់ពុំតន់បានកូនខ្ញុំនឹងចេះតែជួយលុយជួយកាសបន្តិចបន្តួចនឹងម្ល៉េះហើយដល់ពេលវាមកផ្ទះវិញគ្មានលុយច្រើនឯណាបងអញ្ចឹងចាអារឿងទៅស្រុកឆ្ងាយស៊ីឈ្នួលជួលពតនឹងមិនមែនជារឿងងាយស្រួលទេប៉ុន្តែបងចង់និយាយថាអញ្ចឹងប្តីអូនឯងហ្នឹងទៅស្រីស្អាតព្រោះតែស្នេហាបានអស់លុយចាចំណែកបងវិញមិនមែនព្រោះស្នេហាទេណាចាបងឯងអស់លុយដោយសារស្អីព្រោះតែមេត្តាចិត្តមេត្តាថតពេលដែលបងទៅទិញសម្បត្តិឡានហ្នឹងចាជួបនាងម្នាក់នាងនោះគេមកយំដាក់បងថានាងអត់មានលុយមកពីជនចិត្តអាក្រក់ឆក់កាបូបនាងអស់លុយនាងធ្វើមុខស្អុយមកយំដាក់បងដល់អញ្ចឹងអាចិត្តមេត្តាបងនេះវាកើតឡើងបងទៅទិញសម្បត្តិឲ្យនាងទិញសម្បត្តិឡានហ្នឹងហើយឲ្យនាងមកអង្គុយកៅអីជួបជាមួយបងព្រោះបងខ្លាចពួកអាជនចិត្តអាក្រក់នោះមើលងាយនាងនោះដល់ពេលជិះឡានមកពីនេះមកតាមផ្លូវណាដល់ពេលឡានគេឈប់ឲ្យភ្ញៀវចុះហូបបាយដល់ពេលនោះបងដឹងថានាងអត់មានលុយបងអាណិតនាងពេកនាំនាងទៅហូបបាយបងហៅបាយឲ្យនាងហូបបងសុកចិត្តញ៉ាំនំប៉ៅអត់ស្នូលមេត្តាចិត្តមេត្តាចាស់ថ្លៃអើយខ្លួនឯងសុកចិត្តញ៉ាំនំប៉័ងតែទៅហៅបាយអូយនេះស្អីស្អាតគីនោះចិត្តមេត្តាថតណែដាក់បាច់ឲ្យលើនិយាយដល់ចេះតែខ្មាញ់ណែតែនិយាយដល់ខ្មាញ់ដាក់មកកយដៃធ្លាក់ថ្មិញអស់ខានសែនដូនតាឥឡូវហ្នឹងតែតោះតែបងថ្លៃជាដូនមួយខ្ញុំអត់ហ៊ានទេយើងធ្វើបុណ្យនោះធ្វើអូវាសំរុំហើយដល់អញ្ចឹងដល់ពេលញ៉ាំបាយហើយនាំនាងឡើងឡានបន្តដំណើរមកទៀតដល់ពេលញ៉ាំបាយហើយនាងមកនិយាយប្រាប់បងថានាងអត់ស្រួលខ្លួនហើយនាងឈឺក្បាលហើយនាងផ្អែកកែសីរបស់នាងមកលើដើមទ្រូងដើមទ្រូងហើយបងក៏ចាប់ហត្ថថាដ៏ទន់ភ្លន់របស់នាងមកដាក់លើស្អីលើពោះហើយស្រាប់តែដល់ពេលនោះគាត់ដូចអាយតនៈទាំង6នោះក្នុងខ្លួនបងនោះគាត់ដូចជាខ្ជិលក្នុងការងារហ្មងគាត់ដូចជាស្លុងបន្តិចម្ដងទៅលេងដឹងខ្លួនហ្មងញាក់ឡើងដល់ម្ចាស់ឡានគេមកដាក់តើលោកបងដល់ចំណតឡានហើយបងឲ្យនោះដេកដល់កាលនេះបានបងភ្ញាក់ដឹងខ្លួនឡើងមើលជុំវិញគេបានអស់តូលបងម្នាក់ឯងដៃបងហ្នឹងក្តាប់ជាប់នំប៉ៅ2បាននឹកដឹងខ្លួនក៏វិញនំប៉ៅចោលយកមកស្ទាបថងបណ្ដឹងថាសុបាយចិត្តមានសំរៀងគ្មានលុយ1រៀលមានលុយ1រៀលមកផ្ទះមែនទេគ្មាន1រៀលស៊ីដូនតាកែហើយខោអាវនឹងនៅទេតនបើកមើលឡូវចេះម៉េច
ចង់និយាយអីនិយាយជាមួយប្អូនចដូនមួយនឹងតើឥឡូវចេះឥឡូវយើងធ្វើជាប្តីធ្វើជាឪដល់ពេលបុណ្យសែនដូនតាបើគ្មានលុយឲ្យគ្រួសាររៀបចំទេអាចទាសុទ្ធដូច្នេះហើយចង់ថាអញ្ចឹងថាយ៉ាងម៉េចបងឥឡូវប្អូនថ្លៃចដូនមួយអុយបងថ្លៃចដូនមួយខ្ចីលុយខ្លៅកុំនិយាយបែបណាណាបងឯងចេះភ្ញាក់ខ្លួនអញ្ចឹងតាន់ពេលអញ្ចឹងវាប្រសើរហើយបានបងឯងត្រូវសន្យាមួយជាមួយប្អូនណាសន្យារឿងអីថាពីថ្ងៃនេះទៅឈប់ទៅជាចិត្តមេត្តាធម៌ស្អីនោះទៀតឬទេអូអានោះដឹងហើយអានោះចាហើយណាសន្យាថារួចពីបិណ្ឌដូនតានេះរកលុយសងខ្ញុំព្រោះខ្ញុំនេះត្រូវការលុយចុះស្រែរដូវ3ណាបងបានហើយអុយតែអូនឯងឲ្យបងខ្ចីណាដើម្បីបងអុយទៅផ្ទះអុយប្រពន្ធបងគេទៅផ្សារទិញអីវ៉ាន់មករៀបចំសែនដូនតាហើយបងរួចដូនតានោះបងខិតខំរកលុយសងប្អូនថ្លៃបងថ្លៃហ្នឹងណាហើយបងមិនទៅរស់ស៊ីឈ្នួលជួលពាន់ឯណាទៀតទេនុកគេរស់ស៊ីចិត្តប្រពន្ធចិត្តកូនចាស់ថាជួញចិត្តប្រព័ន្ធជាងជួញឆ្ងាយប្រសើរហើយបើចឹងឥឡូវអូនឯងឲ្យបងខ្ចីលុយហើយខ្ញុំឲ្យតែឥឡូវនេះអត់មានយកលុយមកតាមខ្លួនផងទុកលុយនោះណាចាំខ្ញុំណែទៅផ្ទះវិញទៅដកលុយពីATMសិនហើយយកឲ្យបងឯងខ្ចីអូទៅដកលុយATMឲ្យខ្ញុំខ្ចីចាខ្ញុំលុយតាមខ្លួនទេចឹងទៅដកលុយមកឲ្យបងទៅផ្ទះណែចប់សិនកុំលឺសើឲ្យខ្ចីលុយភ្លេចជំរាបលាមាននិយាយតាអូមែនពេលបាត់លុយភ្លេចមុខភ្លេចក្រោយដល់មានលុយក៏ភ្លេចមុខភ្លេចក្រោយដែរចាបាទខ្ញុំដួងសេរីបាទចានាងខ្ញុំពោសិធាបាទសូមជម្រាបលាសូមអរគុណបងសេរីនិងបងសេរីពើសុធាដែលបាននាំមកឲ្យកម្មវិធីនៅសំណើចយ៉ាងសប្បាយរីករាយទស្សនិកជនជាទីមេត្រីវិទ្យាល័យជនជាតិអន្តរវិសាខគុនគឿងខេត្តសុខតាំងមានតួនាទីសម្រាប់ឲ្យកូនចាស់ខ្មែរសុខតាំងដែលស្នាក់នៅក្នុងតំបន់មានលក្ខណៈសេដ្ឋកិច្ចសង្គមក្រលំបាកដើម្បីមកទីនេះរៀនសូត្រលុតដាំសម្ដៅរួមចំណែកបង្កើតប្រភពបណ្ដុះបណ្ដាលកម្មាភិបាលឲ្យតំបន់ជនជាតិនេះជាគោលការណ៍ភ្លឺស្វាងនិងត្រឹមត្រូវរបស់បកនិងរដ្ឋយើងឆ្លើយតបនៅសកលនេះសិស្សានុសិស្សនៅទីនេះតែងសាមគ្គីក្រៅរំលឹកគ្នាឲ្យខិតខំរៀនសូត្រល្អជាងដើម្បីសម្រេចបានស្នាដៃខ្ពស់បទចម្រៀងគុណបកឧត្តមនិងស្ដែងនៅមនោសញ្ចេតនារបស់បងប្អូនចំពោះសាលារៀននេះសូមអញ្ជើញទស្សនិកជនរួមទស្សនាយល់បងរំភើយក្រអូបក្លិនផ្កាកូនមើលសួនច្បារការីកស្គងស្គៀយយល់បងរំភើយក្រអូបក្លិនផ្កាកូនមើលសួនច្បារការីកស្គងស្គៀយមើលមេអំបើរេរំសប្បាយសត់មុំចិត្តឆ្ងាយចំត្រេបលំអងផ្កាមិត្តយើងប្រងត្រីក្នុងវ័យសិក្សាគ្រប់ប្រានប្រាថ្នាស្វែងក្រេបវិជ្ជាមិនយើងប្រស្ដីក្នុងវ័យសិក្សាគ្រប់ប្រានប្រាថ្នាស្វែងក្រេបវិជ្ជាខិតខំរៀនសូត្រជាយាមគ្រប់គ្នាកុំអោយវេលាកន្លងឆ្លងចោលវិជ្ជាជាទ្រាំជាប់ខ្លួនមិនឃ្លានជួយខ្លួនជួយជាតិជួយញាតិសន្តានវិជ្ជាជាទ្រាំជាប់ខ្លួនមិនឃ្លានជួយខ្លួនជួយជាតិជួយញាតិសន្តានវិជ្ជាជាទ្រាំជាប់លន់មិនបានប្រងស្រីគ្រប់ប្រានប្រឹងប្រែងកុំធ្វេងគុណបាក់គុណរត់អត់ដំប្របីមេគាថ្លាថ្លៃលើវិស័យអប់រំគុណបាក់គុណរត់អត់ដំប្របីមេគាថ្លាថ្លៃលើ
បខ្លួនមិនឃ្លាតជួយខ្លួនជួយជាតិជួយញាតិសន្តានវិជាទ្របជាប់ខ្លួនមិនឃ្លាតជួយខ្លួនជួយជាតិជួយញាតិសន្តានវិជាទ្របជាប់លាន់មិនបានត្រង់ស្រីគ្រប់គ្រានប្រឹងប្រែងកុំធ្វេងគុណបាក់គុណរត់អត់ដំប្រភ័យមេគាថ្លាថ្លៃលើវិស័យអប់រំគុណបាំងគុណរត់អត់ដំប្រភ័យមេគាថ្លាថ្លៃលើវិស័យអប់រំបង្កលក្ខណៈដ៏សែនសមរម្យរៀនសូត្រពូជុំនៅសាលាទេវសិទ្ធិទស្សនិកជនជាទីមេត្រីក្នុងលក្ខណៈភូមិស្រុកថ្ងៃនេះក្រៅពីល្បែងប្រជាប្រិយយើងខ្ញុំនៅមានល្បែងមួយទៀតសម្រាប់ជូនទស្សនិកជនផងល្បែងនេះមានឈ្មោះថាចម្រៀងប្រចាំចិត្តសុខាយល់ថាក្រៅពីសិល្បករសម្ដែងលើឆាកក៏មានទស្សនិកជនចេះរាំចេះច្រៀងយ៉ាងពិរោះដែរសំណុំពររបស់ល្បែងនេះគឺទស្សនិកជនណាចេះច្រៀងសូមឡើងមកកាន់ឆាកដើម្បីច្រៀងនៅចម្រៀងមួយបទឬមួយឃ្លាព្រមទាំងប្រាប់នៅអត្ថន័យក៏ដូចជាអនុស្សាវរីយ៍របស់ខ្លួនជាមួយបទចម្រៀងនោះដែរកម្មវិធីនឹងមានអំណោយជូនដល់អ្នកចូលរួមល្បែងនេះបាទឥឡូវនេះសូមអញ្ជើញបងប្អូនត្រៀមជាលក្ខណៈបាទសូមអញ្ជើញទស្សនិកជនរូបរះឡើងមកកាន់វេទិកាដើម្បីចូលរួមល្បែងនេះចាសូមអញ្ជើញបាទឥឡូវនេះសូមអញ្ជើញយុវសាស្ត្រយើងដើម្បីឡើងមកចុះឈ្មោះច្រៀងនៅចម្រៀងមួយបទបាទសូមអញ្ជើញបងប្អូននៅខាងនោះបាទសូមអញ្ជើញថ្ងៃនេះគឺថាអូនសម្លឹងមើលទៅខាងក្រោមគឺថាមានអារម្មណ៍យ៉ាងណាដែរអូនឈ្មោះអីឆ្នាំនេះអូនរៀនថ្នាក់ទីប្រហែលទេបាទឃើញមើលទឹកប្រមឃើញថាសបាយអស្ចារ្យបាទអូនណាស្មោះលីហាំងនៅរៀនថ្នាក់12ក2នៅសាលាអន្តេវសិកប៊ុនគឿងអរគុណបងអូនហើយឥឡូវថ្ងៃនេះអូនមានបទចម្រៀងអីដើម្បីច្រៀងជូនជាមិត្តភាពគឺថាជូនទស្សនិកជនដែលបានចូលរួមក្នុងពេលនេះបាទអូនណាមានបទចម្រៀងមួយផ្ញើដល់ទាំងអស់គ្នាគឺថាបទទៅណានាងល្អបទទៅណានួននាងល្អជាចង្វាក់អីចង្វាក់រំវងអូណាណូនាងល្អសុំសួរនាងស្រីទៅណាទៅវត្តឬក៏ទៅសានឹងតាដល់ហើយពីការនឹងទេទៅវត្តនាងទុំញើការស្វាយណាស្វាយព្រះបានទេខាងអីណាមៀងមេតែក្នុងទេទុំស្នើពីស្រីទុំតែក្នុងទេទុំស្នើពីស្រីពីរមែនទេសូមតែដៃខ្លាំងៗហ្នឹងចាបាទឥឡូវសូមអញ្ជើញប្អូនមួយរូបទៀតឡើងមកកាន់ឆាកដើម្បីច្រៀងនៅចម្រៀងបាទណែប្អូនខាងនេះប្អូនស្រីខាងនេះបាទសូមសម្លេងស្វាគមន៍មួយបាទបាទលើកដៃសំពះមួយទៅសួស្តីបងប្អូនឈ្មោះអីដែរជំរាបបងប្អូនឈ្មោះលិន
ចូលរួមមកបទចម្រៀងល្បែងលេងថ្ងៃនេះបងអូននឹងជិះបទចម្រៀងអ្វីខ្លះបងអូននឹងច្រៀងបទចម្រៀងមួយបទមានឈ្មោះថាតាខ្ញុំសូមតែសកលជនតែដៃចាតាខ្ញុំឆ្នាំនេះតាខ្ញុំឆ្នាំនេះជាង70ក្រៃតាខ្ញុំឆ្នាំនេះតាខ្ញុំឆ្នាំនេះជាង70ក្រៃប៉ុន្តែស្មារតីគាត់នៅមមួនប៉ុន្តែស្មារតីគាត់នៅមមួនរឿងថរឿងអាគាត់ចេះចាំជ្រេច្រាំងរឿងថរឿងអាគាត់ចេះចាំជ្រេច្រាំងគាត់តែងទឿនដឹងកូនចៅជានិចគាត់តែងទឿនដឹងកូនចៅជានិចអូនហើយបងសំសួរសានអរគុណបងយ៉ាងច្រើនបងចង់ដឹងមនោសញ្ចេតនារបស់បងហេតុអីបងច្រៀងបទចម្រៀងនាថ្ងៃនេះចាជំរាបបងគឺថាបងអូនសែនស្រឡាញ់លោកតាប៉ុន្តែអាយុ70តាបានស្លាប់ទៅតែពេលបងអូនស្ដាប់បទចម្រៀងនេះបងអូនមានមនោសញ្ចេតនាយ៉ាងខ្លាំងពេលដែលស្ដាប់គាត់និយាយរឿងថអាហើយពេលស្ដាប់បទចម្រៀងគេក៏និយាយដោយឃ្លាគាត់តែចេះរៀនថអាវិន័យនឹងទឿនដាក់កូនចៅក្នុងការសិក្សាក្នុងការរស់នៅអរគុណច្រើនអរគុណបងច្រើនបាទឥឡូវសូមអញ្ជើញបងអូនមួយរូបទៀតឡើងមកកាន់ឆាកបាទនៅម្នាក់ទៀតបាទសូមអញ្ជើញបងអូនស្រីនៅខាងនោះលើកដៃ2ឡើងណោះបាទសូមអញ្ជើញសូមសំឡេងស្វាគមន៍មួយបាទអាយ៉ាបងអូនឈ្មោះអីស្រុកកំណើតបងអូននៅស្រុកណាដែរហើយឆ្នាំនេះអូនរៀនថ្នាក់ទីប្រមាណហើយជំរាបបងប្អូនឈ្មោះបេះទៅឆ្នាំនេះបងអូនរៀនថ្នាក់11បងអូននៅសុកចាំងហើយថ្ងៃនេះបងអូនមានបទចម្រៀងអីជូនទស្សនិកជនដែលនៅខាងក្រោមជំរាបបងប្អូនមានមួយបទជូនទស្សនាខាងក្រោមគឺបទទម្លាប់ល្អពេលក្រោកពីដំណេករៀបតែនំនេជូនយីតាខ្ញុំរួចហើយរៀបចំណាមិត្តអើយត្រៀបទៅសាលាមិនពេលចេញពីពេងលើកដៃសំពេងពុកម៉ែយីតារួចហើយប្រាំថាពុកម៉ែយីតាខ្ញុំទៅរៀនហើយអូពីរស់មែនពីរស់អស់តោះហ្មងចេះដាក់อะไรគេហៅថាខ្យល់យកខ្យល់ទៀតឥឡូវនេះសូមអញ្ជើញបងអូនដែលបានច្រៀងបទចម្រៀងកន្លងហើយឡើងមកកាន់ឆាកដើម្បីទទួលអំណោយរបស់កម្មវិធីសូមអញ្ជើញបងអូនឥឡូវនេះសូមអញ្ជើញអ្នកស្រីបុប្ផាយកអំណោយមកជូនឲ្យបងអូនបាទបងសង្ឃឹមថាជូនពរឲ្យបងប្អូនរៀនកាន់តែពូកែហើយនឹងច្រៀងរំកាន់តែពិរោះជាងនឹងទៀតបាទសូមអរគុណបងប្អូនទាំងអស់បងដូនតារងហើយអូនហើយទៅលេងវត្តណាចិត្តតើអូនបងជូនឈួនទៅលេងបនចាំមកវិញនំសិននំគេនំមិន
មៀងមុំបងសុំជួយវិញផងតែមិនចេះចង់តែរបស់ចំណងត្រង់បងនេះប៉ិនខាងចោតែចង់បងរឹតគ្មានទេចង់ចិត្តស្នេហ៍ចង់ចិត្តស្រីពូកែចង់ស្នេហ៍ចង់ពីអ្នកក្រមុំសំរោនេះកំឡុងនឹងទៅលេងវត្តសំការមានសន្យាយ៉ាងសុំម៉ាំងប៉ាអូនខ្លាចមកប៉ារៀបរាធានាសុំអរសុំអរគុណហើយអូនសុំអរគុណហើយប្រចាំត្រូវស្ដីកុំថាឡើយចេះស្ដីទួងវ័យក៏មិនរួចរីរំកាយឬតែឬបានមកពូកែតែជាគ្នាក្រោយថយព្រោះតែស្រឡាញ់ពិតនោមចិត្តក្លាហានតាមច្បាប់មកតែស្មងស្មងពិតឲ្យតែប្រំប្រាពិតមកតាពិតជាអើបដូនតាដល់ហើយបដូនតាកំបាយអូនអើយទៅលេងវត្តណាសុំម៉ាំងប៉ាចាក់សុំម៉ាំងប៉ាចិត្តតើអូនបងជួនឈួនទៅលេងបនយ៉ាងមិនវិញនំសិននំគេនំមិនសមយកទៅពេលណាអូនវិចនំមានបងបងសុំជួយវិចផងតែមិនចេញចង់តែរបស់ចំណងទៅដល់បងនេះប៉ាន់ខាងចោតែចង់បងរឹតគ្មានទេមុំសំរោយើងទៅលេងវត្តសំការមានសន្យាខ្ញុំសុំម៉ាំងប៉ាបើអូនខ្លាចមកប៉ារៀបរាធានាសុំអរសុំអរគុណហើយអូនសុំអរគុណហើយប្រយ័ត្នត្រូវស្ដីកុំថាឡើយចេះស្ដីទួងវ័យក៏មិនរួចរីស្រឡាញ់ពិតនោមចិត្តក្លាហានតាមច្បាប់ឲ្យតែស្មងស្មងពិតឲ្យតែប្រំប្រាពិតមកតាពិតជាអើបដូនតាដល់ហើយបដូនតាសំបាយអូនឲ្យទៅលេងវត្តណាសុំម៉ាំងប៉ាចាំមុនសុំម៉ាំងប៉ាលេងបននឹងបងលេងបននឹងបងចាំមុនសុំម៉ាំងប៉ាចាំមុនសុំម៉ាំងប៉ាលេងបននឹងបងលេងបននឹងបងទស្សនិកជនជាទីមេត្រីអំបញ្ញមិញគឺបទចម្រៀងសប្បាយបនដូនតាបទភ្លេងប្រជាប្រិយនិពន្ធទំនុកដោយសារ៉ាន់សម្ដែងដោយក្រុមជាងរំមកពីស្រុកឡុងភូនិងមីស្វៀងជាឆាកសម្ដែងចុងបញ្ចប់នៃកម្មវិធីលក្ខណៈភូមិស្រុកនាថ្ងៃនេះសូមអរគុណចំពោះសិល្បករទាំងអស់សូមថ្លែងអំណរគុណចំពោះគណៈចាងវាងសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តសកាំងបានជំនួយយើងខ្ញុំអនុវត្តកម្មវិធីនេះជាពិសេសសូមអរគុណចំពោះជាកិត្តិយសព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងទស្សនិកជនទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះសូមជូនពរសុខភាពនិងជូនពរអ្នកទាំងអស់បានសប្បាយរីករាយសុភមង្គលក្នុងបណ្ដាថ្ងៃបុណ្យសែនដូនតាសូមជម្រាបលានិងសន្យាជួបវិញក្នុងពេលបុណ្យដូនតាដល់ហើយអូនឲ្យទៅលេងវត្តណាចាំសុំម៉ាំងប៉ាចាំសុំម៉ាំងប៉ាសូមរចិត្ត